ព្រះពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូដោយសេចក្តីគោរពខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពជាពិសេសខ្ញុំសូមជម្រាបសួរលោកគ្រូធម្មបណ្ឌិតដោយសេចក្តីគោរពនិងសូមជម្រាបសួរអាសវាសិកាគ្រប់រូបខ្ញុំសូមអរតនាបៃដកភា16ទំព័រ74សតន្តបៃដកទីខេនិកាយមហាវៈអដ្ឋខោភិក្ខវេវិបស្សិសៈភៈ16ទំព័រ74អដ្ឋខោភិក្ខវេវិបស្សិសៈពោធិសត្តស្សៈយោនិសោមនិសិការាអហុបញ្ញាយៈអភិសមយោនាមរូបេខោអសតិវិញ្ញាណังនិហោតិនាមរូបនិរោធាវិញ្ញាណនិរោធោតិអដ្ឋខោភិក្ខវេវិបស្សិសៈពោធិសត្តស្សៈអេតតិហោសិអធិកតោខោមយាយ៉ាងមេកោពោធាយៈយតិទាំងនាមរូបនិរោធាវិញ្ញាណនិរោធោវិញ្ញាណនិរោធានាមរូបនិរោធោនាមរូបនិរោធាសលាយតននិរោធោសលាយតននិរោធាភាសនិរោធោភាសនិរោធាវេទនានិរោធោវេទនានិរោធាតណ្ហានិរោធោតណ្ហានិរោធាឧបាទាននិរោធោឧបាទាននិរោធាភវៈនិរោធោភវៈនិរោធាជាតិនិរោធោជាតិនិរោធាជារាមរណੰសោកៈប្រេទេវៈទុក្ខៈតមនោសុមនាភិក្ខុទាំងឡាយលំដាប់នោះសេចក្តីត្រាស់ដឹងដោយព្រះប្រាជ្ញាថាការរូបនាមរូបមិនមានវិញ្ញាណក៏មិនមានការរលត់ទៅនៃវិញ្ញាណព្រោះរលត់នាមរូបដូច្នេះក៏កើតឡើងដល់ព្រះវិបស្សីពោធិសត្វព្រោះទ្រង់ពិចារណាដោយព្រះយោបល់មនាភិក្ខុទាំងឡាយគ្រានោះឯងព្រះវិបស្សីពោធិសត្វមានសេចក្តីត្រេកដូចនេះថាវិបស្សនាមគ្គនេះអាត្មាបានត្រាស់ដឹងហើយការរលត់ទៅនៃវិញ្ញាណព្រោះរលត់នាមរូបការរលត់ទៅនៃនាមរូបព្រោះរលត់វិញ្ញាណការរលត់ទៅនៃសលាយតនៈព្រោះរលត់នាមរូបការរលត់ទៅនៃភាសៈព្រោះរលត់សលាយតនៈការរលត់ទៅនៃវេទនាព្រោះរលត់ភាសៈការរលត់ទៅនៃតណ្ហាព្រោះរលត់វេទនាការរលត់ទៅនៃឧបាទានព្រោះរលត់តណ្ហាការរលត់ទៅនៃភពព្រោះរលត់នៃឧបាទានការរលត់ទៅនៃជាតិព្រោះរលត់ភពជារានឹងមរណៈរលត់ព្រោះរលត់ជាតិនិងសំណួរមួយទៀតខ្ញុំសូមសួរលោកគ្រូបញ្ជាក់អំពីសំណួរដែលព្រះអង្គគ្រូសួរអំពីថ្ងៃមុនខ្ញុំមិនដឹងថាចាំខុសឬចាំត្រូវទេសូមលោកគ្រូជួយកែសម្រួលលោកគ្រូអរតនាត្រង់ទ្វារទាំង5ធ្វើដំណើរចូលទៅដល់បញ្ចទ្វារហើយធ្វើសកម្មភាពលួចនេះលួចនោះខ្ញុំឆ្ងល់ថាតើទ្វារទាំង5នោះធ្វើដំណើរទៅម្ដងមួយឬធ្វើដំណើរទៅទាំង5ហើយដែលធ្វើសកម្មភាពលួចនេះលួចនោះលួចដោយរបៀបណាហេតុអីក៏បញ្ចទ្វារធ្វើមិនដឹងមិនលឺសូមលោកគ្រូជួយបំភ្លឺសេចក្តីនេះគួរពុំគួរសូមលោកគ្រូអត់ទោសសូមអរព្រគុណនិងអរគុណចឹងចំពោះសំណួរផលឡាព្រះអង្គគ្រូបានរតនាមើលហើយមិនជាខុសគ្នាប្រហែលដែរតែព្រះអង្គទ្រង់សម្ដែងសេចក្តីស្រឡាញ់ការដែលតោះតេងហួងហែងហ្នឹងកើតឡើងពីសេចក្តីស្រឡាញ់ហើយកាលណាតោះតេងហួងហែងកើតឡើងហើយកិលេសធម៌ក៏កើតឡើងនេះការតោះតេងនេះដែរហ្នឹងក្នុងបត្រៃបៃដកហ្នឹងទៅសេអញ្ចឹងណានឹងឲ្យយើងមើលតាមធម៌ហ្នឹងទៅជ
ចំពោះបញ្ហារបស់លោកយាយច័ន្ទរួតដែលលោកយាយបានរតនាមកគឺព្រះសម្មាសម្ពុទ្ធវិបស្សីចាត់តាំងអំពីផតកັບនេះទៅរហូតដល់ព្រះសម្មាសម្ពុទ្ធវិបស្សីត្រឡប់ថយក្រោយថយក្រោយដូចជា30មហាកັບគឺចាស់ចាំនេះបស្សីដូចជា30មហាដូចជាបើមិន91ទេ30មហាកັບហើយលោកយាយដែលរតនាមកគឺប្រអស់របស់ព្រះសម្មាសម្ពុទ្ធវិបស្សីដែលត្រេះរិះបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយណាយាយច័ន្ទរួតអញ្ចឹងគ្រប់ព្រះសម្មាសម្ពុទ្ធកាលណាបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយតែងតែធម៌ដែលបានត្រាស់ដឹងទាំងអស់នឹងយកមកពិចារណាដើម្បីស្វែងរកផ្លូវមួយសម្រាប់សត្វលោកឆ្លងចេញអំពីវដ្តនេះការដែលព្រះអង្គឆ្លិចឆ្លីរੂផ្លូវដើម្បីចេញអំពីវដ្តនេះឯងដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គតែងតែពិចារណានៅបដិច្ចសមុប្បាតទាំងសមុទយវិរៈសង្ខារកើតឡើងព្រោះអវិជ្ជាជាដើមនៅយាយច័ន្ទរួតហើយនឹងព្រះអង្គទ្រង់ត្រេះរិះចំពោះបដិច្ចសមុប្បាតដោយបដិឡោមជានិរោធវិរៈសង្ខាររលត់ព្រោះរលត់នៅអវិជ្ជាដូចណា91កាប់ហ្នឹងណាវិបស្សីដល់បានទៅយីរួចហើយវិញ្ញាណរលត់ព្រោះរលត់នៅសង្ខារនាមនឹងរូបរលត់ព្រោះនៅវិញ្ញាណកាលដែលព្រះអង្គទ្រង់ពិចារណានៅបដិច្ចសមុប្បាតជាចំណែកសមុទយវិរៈនិងនិរោធវិរៈទាំងពីរនេះឯងបានព្រះអង្គដឹងអំពីបដិបទាដែលសត្វលោកត្រូវប្រតិបត្តិរួចផុតចាកទុក្ខគឺត្រង់ដែលព្រះអង្គពិចារណារឿងនិរោធនេះណាលោកយាយច័ន្ទរួតអញ្ចឹងអវិជ្ជានេះដោយផល្លារតនីមិញហ្នឹងវាទាក់ទិននឹងអវិជ្ជាក៏តែអវិជ្ជានេះអាចរលត់ដែរអត់អាចរលត់ឃើញទេសង្ខាររលត់ព្រោះរលត់នៅអវិជ្ជាឃើញនេះឯងដែលព្រះអង្គស្រាវជ្រាវរកឃើញផ្លូវសម្រាប់យើងប្រតិបត្តិមកព្រះអង្គឃើញថាអវិជ្ជានេះរលត់តាកាលណាអវិជ្ជារលត់មានការតាក់តែងនៅអភិសង្ខារទៀតដែរអត់មាននៅឃើញទេតែបើសិនជាអវិជ្ជាមានរលត់ទេវានៅតែតាក់តែងអញ្ចឹងធ្វើបុណ្យធ្វើបាបអញ្ចឹងនឹងធ្វើបុណ្យផងធ្វើបាបផងតែអញ្ចឹងឯងនៅយាយច័ន្ទរួតតែដល់តែអវិជ្ជារលត់សង្ខារដែលជាអភិសង្ខារហ្នឹងក៏រលត់អញ្ចឹងព្រះអរហន្តទាំងឡាយដែលលោកអស់នៅអវិជ្ជាហើយលោកមានធ្វើបំពេញតាក់តែងនៅអភិសង្ខារជាបុណ្យជាបាបទៀតដែរអត់ទេយល់ទេចាវិជ្
អវិជ្ជារលត់ព្រោះអីអត់ទេអវិជ្ជាសង្ខាររលត់ព្រោះអវិជ្ជារលត់អវិជ្ជារលត់ព្រោះអីល្អអវិជ្ជារលត់ព្រោះវិជ្ជាកើតឡើងយល់ទេចឹងហើយវិជ្ជានឹងឯងដែលជាវិជ្ជានៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការវិជ្ជានឹងឯងដែលជាវិជ្ជានៅក្នុងវិបស្សនាវិជ្ជានឹងឯងដែលជាវិជ្ជានៅក្នុងសតិប្បដ្ឋានណានិយាយវិជ្ជានឹងឯងជាវិជ្ជានៅក្នុងសមថវិបស្សនាអត់មានវិជ្ជាណានៅក្នុងបុណ្យទេគឺវិជ្ជានៅក្នុងអរិយមគ្គវិជ្ជានៅក្នុងវិបស្សនាវិជ្ជានៅក្នុងសមថវិបស្សនាវិជ្ជានៅក្នុងសតិប្បដ្ឋានវិជ្ជានៅក្នុងវិសុទ្ធិយល់ទេចឹងបើយើងមិនទៅប្រតិបត្តិតាមបដិបទារបស់ព្រះអង្គទេមានវិជ្ជាកើតឡើងដែរអត់កណាអត់អវិជ្ជាកើតឡើងអញ្ចឹងវិជ្ជាក៏អត់រលត់ដែរយល់ទេចឹងកាលណាអវិជ្ជាអត់រលត់ទេអញ្ចឹងវានៅតែធ្វើបន់ផងធ្វើបាបផងធ្វើបន់ផងធ្វើបាបអស់នៅរាល់ថ្ងៃមិនចេះតែធ្វើតែបាបទេធ្វើបន់ផងធ្វើបាបផងធ្វើបន់ផងធ្វើបាបផងញ៉ាំនិយាយចាន់រួតអញ្ចឹងដើម្បីញ៉ាំងវិជ្ជាកើតឡើងមិនមែនមកធ្វើបន់ទេត្រូវទៅប្រតិបត្តិនៅបដិបទារបស់ព្រះអង្គជាវិបស្សនាជាអរិយមគ្គប្រកបដោយអង្គ8ប្រការជាសតិប្បដ្ឋានជាវិសុទ្ធិបានមានវិជ្ជាកើតឡើងកូនចាស់ត្រឹមតែគ្រប់គ្រងស្បង់ជាពួរក៏ប៉ុន្តែបើអត់មានប្រតិបត្តិនៅអរិយមគ្គទេអត់មានវិជ្ជាទេយល់ទេចឹងយើងឧបាសកបាសិកាទោះស្លៀកសពាក់សអីក៏ដោយមិនសអ្វីក៏ដោយតែថាយើងមកដល់នៅពុទ្ធពធព្រះសង្ឃជាទីពឹងទីរឹកដែរតែបើអត់ប្រតិបត្តិទេអត់មានវិជ្ជាទេនៅជាដូនជីប្រហែលឆ្នាំក៏ដោយនៅវត្តណាក៏ដោយឲ្យតែអត់មកប្រតិបត្តិនៅផ្លូវរបស់ព្រះអង្គទេអត់មានវិជ្ជាទេហើយកាលណាអត់មានវិជ្ជាអវិជ្ជាមានរហូតព្រោះអវិជ្ជាសាបសូន្យព្រោះវិជ្ជាកើតឡើងយល់ទេអញ្ចឹងនឹងយើងចាន់រួតឃើញយល់ដែរអត់ហ្នឹងនឹងឃើញទេអញ្ចឹងឯងបានជាព្រះសម្មាសម្ពុទ្ធវិបស្សីលោកពិចារណានៅបដិច្ចសមុប្បាតទាំងខាងសមុទយវិរៈផងទាំងខាងនិរោធវិរៈផងទៅព្រះអង្គទ្រង់សម្ដែងចុងក្រោយថាចក្ខុបានកើតឡើងហើយចក្ខុបានកើតឡើងហើយញាណបានកើតឡើងហើយបញ្ញាបានកើតឡើងហើយវិជ្ជាបានកើតឡើងហើយពន្លឺស្វាងស្វ័យបានកើតឡើងដល់តថាគតដែលតថាគតមិនធ្លាប់បានឮមិនបានធ្លាប់ដែលបានដឹងអំពីកាលមុនមកទៅនឹងព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយមកពិចារណានៅបដិច្ចសមុប្បាតនឹងឯងដែលវាតេតិនជាមួយនឹងកើតឡើងព្រោះបច្ច័យនិងរលត់ទៅព្រោះរលត់នៅបច្ច័យយល់ទេយេដោយឃើញការកើតរលត់យ៉ាងហ្នឹងបានព្រះអង្គឃើញថាអូអញ្ចឹងការរលត់នេះមានតែបដិបទារបស់ព្រះអង្គប៉ុណ្ណោះសាបាននេះនិយាយជារឿងអត់មាននៅលើបុណ្យទេអត់មាននៅលើបុណ្យឥឡូវលើអភិសង្ខារគឺអត់ទេដល់តន់ដែរ
hai bên nơi miền Avicii nơi ta tỏ tên hết đấy cả na Avicii nơi miền nơi ta kể lên nơi ta cài lại đấy cài lại sờ lạnh sọp nơi ta cài lại đấy chứ gì cái gì dương thưa bon Paul bon ao dương ban một cả chiếc nút trên địa miền co bàn tay cá nơi cài đấy huồng hái nơi đấy tỏ tên kê ấy nơi đấy hiền xâm lạp kê đại ọt hiền xâm lạp kê giờ lấy pro bon nâng mình ai mà cầm chặt bóng nơi Avicii bàn tế còn tại bon nó về áo Paul để dưỡng ẩn tố ở trong phụ đặt tên đấy chứ dưỡng thưa bon thông thề Paul là bon thưa ở dưỡng bàn chiên nẹ thổng bàn chữ nẹ thông á thông lơ vật tê kê tận ó ấy chứ ạ chân tới nẹ thông nâng cài đại ọt vậy nhé pro kê lê nơi miệng pro bon con là oi Paul để dương cài nơi trong phục bên này té oi bắt bong nơi kê lê cứ ọt ọt miệng vừa lấy chứ chứ ban dương khơi mới bị phục lộ rồi ngày sừng kriêm cả lá chuột tỏ tên này cả lá bên cả lá bị nẹ cò đấy nó cứ cả lá bị nẹ thông thông đừng hay nẹ để ban thông lúc đây xa bàn màu bị ấy đây xa ban thưa bọn vô lấy chứ kê bên thông đây ọt hai tế để kê chia bật thiên đi thập ở đây ấy đó bên này thập đấy ban kia phò là bọn có bằng ta bọn để kê thơ nâng ta xua ta lê bong kê lê bàn đây ọt ta sẽ in tích cái ọt này chẳng thông men cài của đời cái chuẩn này còn nơi chuẩn này tỏ tên của nơi tỏ tế Pratna thông thên lộ một lục luôn nơi miền tận ọt chân ban chia vứt vua pinh vì phục lộ đôi xa nịa thông để ban thua bon nâng ấy thời vậy bằng ca cặp sum làm kia thể hiện ngọt pi rồi để đôi sầm màu chẳng đôi sầm màu ngọt chẳng cái miếng sau miếng sợi đai miếng sần nọ ấy thì vậy nhé vô lấy chứ cái nhé đôi khi Russi ấy chuyên triệt ấy nó mà Russi bằng ngày ngọt rồi rộng bọn nè để từ liền tiền nơi kháng Ukraine nữa đó hay như mơ rất là niệm thông mấy niệm thông nó rất là ban mau bị thừa bọn có bàn tay kệ lẽ nơi miền vô là đợi dương chưa ba sọ ba gì cả dương ra ngày dương rồi nơi đời sưu miền trọc sòng bắt trai về cướp kruông ấy không cướp xa cướp còn đây xa bọn mày đấy con tới cái nơi tới cái đấy nơi tới cái vừa lấy cho chứng mau bị bon nước ọt miên lia bong nước với chia bàn tệ ọt ai lia bong nơi kia lên là bàn tệ vừa lấy chứ miền mà rối nơi ta mà rồi đó đã còn là thà bàn chỉ niệm thốngឬក៏bàn niệm miền ấy phần này phần tay kia lấy nơi bụp vào tầng ọt đáp đóแต่ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនិយាយចាន់រួតព្រះអង្គចង់ប្រាប់ថាមិនជួបនឹងតថាគតឲ្យមកប្រាថ្នាធ្វើតែបុណ្យអត់លះបង់នៅកិលេសបានទេត្រូវមករកផ្លូវរបស់ព្រះអង្គដើម្បីចម្រើននៅវិជ្ជាយល់និយាយចាន់រួតត្រូវមករកផ្លូវរបស់ព្រះអង្គផ្លូវរបស់ព្រះអង្គគឺអរិយមគ្គផ្លូវរបស់ព្រះអង្គគឺសតិប្បដ្ឋានផ្លូវរបស់ព្រះអង្គគឺវិបស្សនាផ្លូវរបស់ព្រះអង្គគឺវិសុទ្ធិណានិយាយទៅវាមានទូវិជ្ជានៅក្នុងហ្នឹងកាលណាវិបស្សនាកើតឡើងគឺការកើតឡើងនៃវិជ្ជាអរិយមគ្គកើតឡើងគឺវិជ្ជាកើតឡើងវិជ្ជាកើតឡើងអវិជ្ជាសាបសូន្យអវិជ្ជារលត់យល់ទេចាកាលណាអវិជ្ជារលត់សង្ខារក៏រលត់
សង្ខារលត់វិញ្ញាណក៏រលត់ឃើញទេវិញ្ញាណបដិសន្ធិអញ្ចឹងមានបដិសន្ធិបន្តដែរអត់មានកាលណាអត់មានបដិសន្ធិវិញ្ញាណបដិសន្ធិទេនាមរូបមានដែរអត់មានភ្នែកតិចឈ្មោះណាកាយក៏អត់មានអញ្ចឹងការទទួលនៅផាសៈក៏អត់មានវេទនាក៏អត់មានជាតិជារៀបជាធិមេរណៈអត់មានទាំងអស់នេះឯងដែលការស្រាវជ្រាវរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលព្រះអង្គពិចារណានៅបដិច្ឆសុបាតដើម្បីស្រាវជ្រាវរកផ្លូវសម្រាប់សត្វលោកយល់ទេចឹងអញ្ចឹងសម័យយើងនេះដែលយើងជួបនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គមានផ្លូវស្រាប់យើងទៅកសាងបារមីដើម្បីទៅរស់ផ្លូវខ្លួនឯងស្រាប់ឆ្លងទីយ៉ាងម៉េចណាទៅស្រាវជ្រាវរស់ផ្លូវខ្លួនឯងស្រាប់ឆ្លងហ៎ថាមិនបាច់ទេព្រោះផ្លូវរបស់ព្រះអង្គមានស្រាប់ហើយយល់ទេចឹងអញ្ចឹងយើងមានតែឥឡូវនេះយើងមករកផ្លូវរបស់ព្រះអង្គដើម្បីឆ្លងប្រតិបត្តិទៅប៉ុណ្ណាយល់នេះឯងសេចក្តីរបស់លោកយាយច័ន្ទរុលបានរតនាប៉ុណ្ណឹងណាលោកយាយនឹងឯងហើយចំពោះរឿងទ្វាទាំង5បញ្ចទ្វារវិធ័យចិត្តលោកយាយច័ន្ទរុលលោកសួរថាតើទាំង5នឹងវាកើតម្ដងទាំង5ស្មើគ្នាថាអត់ទេលោកយាយច័ន្ទរុលក្នុងទ្វារវិធ័យទាំង6មានចក្ខុទ្វារវិធ័យរហូតដល់មโนទ្វារវិធ័យអត់មានវិធ័យណាកើតត្រួតគ្នាម្ដង2អត់មានរលត់មួយទៅថ្មីកើតឡើងបានណាលោកយាយសូម្បីលោកយាយថាឮផងឃើញផងមែនទេឃើញតាមចក្ខុទ្វារវិធ័យចុះឮសោតទ្វារវិធ័យតែយើងឮផងឃើញផងហាក់ដូចជាទ្វារវិធ័យហ្នឹងកើតត្រួតគ្នាទាំងពីរតែព្រះអង្គទ្រង់សម្ដែងថាអត់មានទេសូម្បីតែទេវតាព្រំក៏អត់មានទ្វារវិធ័យកើតត្រួតគ្នាម្ដងពីរទេចក្ខុទ្វារវិធ័យឃើញរលត់ទៅសោតទ្វារវិធ័យនឹងឮកើតឡើងសោតទ្វារវិធ័យឮកើតឡើងទៅឃើញនៅក្នុងចក្ខុទ្វារវិធ័យនឹងកើតឡើងណាយេក៏ប៉ុន្តែលបឿននៃការរលត់ហើយនឹងកើតវាលឿនមហាសែនលឿនយើងមើលចង្ហាល់ដែលបក់នេះមានផ្លិតម៉ា3តែយើងមើលឃើញ3ណាមួយដែលអត់ហ៎យើងកាន់តែឃើញសមោលទេណាមកពីវាលឿនអញ្ចឹងយើងអត់ឃើញផ្លិតមួយបានទេទ្វារវិធ័យចិត្តរបស់យើងលឿនជាងលបឿនចង្ហាល់នេះរាប់ពាន់រាប់ម៉ឺនដងបានជាយើងមើលឃើញហើយហាក់ដូចជាលឺផងឃើញផងណាលោកយាយតាមពិតរាល់ថ្ងៃនៅក្នុងជីវិតរបស់យើងរាល់ថ្ងៃគឺឃើញហើយបន្តចូលមโนទ្វារវិធ័យសិនណាយេបានឆ្លងទៅលឺសោតទ្វារវិធ័យសោតទ្វារវិធ័យហើយចូលមโนទ្វារវិធ័យហើយបានអាចឆ្លងទៅខៀនទ្វារវិធ័យយល់ទេចឹងតាមផ្លូវភ្នែកបន្តមករស់មโนទ្វារណាលោកយាយតាមផ្លូវតិចបន្តមកមโนទ្វារសិនតាមផ្លូវច្រមុះបន្តមកតាមមโนទ្វារសិនតាមផ្លូវអណ្ដាតបន្តមកតាមមโนទ្វារសិនតាមផ្លូវកាយបន្តមកតាមមโนទ្វារសិនអញ្ចឹងបានជាយើងប្រើពាក្យថាកាមគុណ5មកឬយេកាមគុណ5រូបដែលជាទីស្រឡាញ់មែនទេតាមចក្ខុទ្វារវិថ័យអញ្ចឹងកាមគុណ5នេះគឺរូបសំឡេងក្លិនរសផោថាពៈតាមទ្វារប្រមាណ
tam thuê prang này để chia cho món đá cài cái nhé cài một côn prang đó vừa lấy chán tại bệ nâng kỳ nìyê ó thả cài một côn prang đầy miền mẹ nô thuê cùng rục prang mùi kỳ nìyê ó nói là gì chán rứa cứ này mà rô mà nô thuê sẵn thì chia mà rô mà nô thuê sẵn bàn phát đô tờ rô bà xa đợt tế tiệt chẳng bà xa đợt tế mình cả tăng ọt bàn thế bà mà đo muốn toàn đấy gì dàn rứa hãy chăm mà cái này này ôi mình tên khi ta chắc khổ thuê được thay tiết mà nô thuê sẵn nói là gì sao ta thuê được thấy mà nô thuê sẵn bàn tờ rô bị thay đợt tế tiệt đó rồi gì chả bàn đấy trái này sẽ cái đây vì nó phần năng sôm anh nó mô tiện ni